បាទសួស្តីបងនេះតាក់ទងទៅនឹងវីដេអូរបៀបបាទ scan តាមទូរស័ព្ទដៃបាទអញ្ចឹងបាទខ្ញុំបង្ហាញបងប្អូនបន្តិចបាទអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមបាទមុននឹង scan គឺយើងចាប់ផ្ដើមឆែកសិនបាទយើងដឹងថាតាក់ទងទៅនឹងម៉ាស៊ីន print របស់យើងបាទ print ជាមួយនឹងទូរស័ព្ទដៃបានឬក៏អត់បើសិនជាឧទាហរណ៍ថាបានហើយគឺយើងចាប់ផ្ដើមបាទចូលទៅ scan មកបាទចូលទៅគឺវាចេញ option បែបនេះអញ្ចឹងវាមានបាទ document printing photo printing បាទ scan អីចឹងបាទអញ្ចឹងអ្វីយើងចង់បានគឺយើងចង់បាន scan នេះបាទយើងចូល scan មកពុកមកអញ្ចឹងកន្លែងនេះគឺកន្លែង option វាបាទនេះមួយ function វាមួយបាទអញ្ចឹងចូលវាពុកមកគឺយើងកន្លែងនេះបាទយើង select original tab នេះគឺយើងចុចចូលអញ្ចឹងមកបើសិនជាប្រភេទជាឯកសារគឺយើងយកខាងលើទៅបាទបើសិនជាប្រភេទរូបថតយើងយករូបថតទៅបាទជួទៅគឺយើង scan ជា document ហើយបាទអញ្ចឹងកន្លែងនេះ color បាទ color សខ្មៅបើសិនជាក្នុងករណីយើង color បាទយើងយក color ទៅបើសិនជាយើងចង់ scan ជាប្រភេទបាទសខ្មៅយើងយក gray scale ទៅបាទអញ្ចឹងណាបាទអញ្ចឹងខ្ញុំបាទ scan ជាប្រភេទ color បាទហើយຂະຫນາດខាងក្រោមយក A4 អញ្ចឹងទៅបាទនេះបាទបន្ទាប់ពីនឹងហើយយើងថយបាទថយចេញមកបាទថយចេញមកបាទហើយបន្ទាប់មកគឺយើងដាក់กระดาษចូលទៅអានេះខ្ញុំដាក់กระดาษហើយហីបាទបន្ទាប់មកគឺយើងចុចបាទចុច scan ពឹបមកនេះបាទចុច scan មកបាទវាដើរបាទនេះវា process បាទនេះបាទយើងរងចាំបន្តិចទៅបញ្ជាក់បើសិនក្នុងករណីយើងចង់បានបាទ scan ជា file បាទឧទាហរណ៍តែមួយ file ហ្នឹងមានបាទមាន10ស្លឹកអញ្ចឹងណាបាទអញ្ចឹងនេះគឺបើសិនជាក្នុងករណីយើងចង់បាន10ស្លឹកនេះគឺយើង exit ចេញមកបាទណាបាទតែបើសិនជាមួយ file យើងមាន5ស្លឹកយើងចុចទៀតឬក៏មួយ file 2ស្លឹកចុច scan ទៀតមកបាទនេះគឺវាពិសេសទៀតដែរបាទនេះតើតងទៅនឹងរបៀបបាទ scan បាទតាមទូរស័ព្ទដៃងាយបងណាបាទអញ្ចឹងតាក់ទងទៅនឹងពិសេសបាទបងធ្វើតាមការណែនាំទៅក៏អូខេបាទនេះបាទអញ្ចឹងបន្ទាប់ពីយើង scan ហើយបាទមួយ file ហ្នឹងវាមាន2ស្លឹកហ្នឹងហើយយើង exit ចេញមក exit ពីមកបន្ទាប់មកគឺវាចេញបែបនេះចេញបែបហ្នឹងគឺបាទយើងយកខាងក្រោមនេះកន្លែងរូបនេះបាទចុចចូលមកនេះបាទចុចមកវាលោកនេះបើសិននៅក្នុងករណីយើងចង់បានជាប្រភេទ file ហ្នឹងជាប្រភេទបាទ file រូបថតបាទខាងលើទៅបាទបើសិនជាប្រភេទជា file PDF ចុចចូលនឹងមកបាទអញ្ចឹងវាលោតមកទៀតហើយបាទនេះបាទវាលោតមកហើយនេះបាទយើងចង់ save វាបាទដាក់នៅក្នុងបាទ Telegram ឬក៏បាទតាក់ទងទៅនឹងបាទ Messenger បាទយើង save ទៅបាទយើងរកវិធីសាស្ត្រដាក់តាម blog នីមួយៗយើងគិតថាងាយឬក៏ save វាចូលក្នុង file បាទទៅនៅក្នុងបាទ file scan ហ្នឹងក៏បានដែរបាទចានេះខ្ញុំដាក់ក្នុងទូរស័ព្ទដៃបាទចូលពឹបមកនេះបាទដាក់ក្នុង Telegram បាទនេះយើងបាទខ្ញុំ save ពឹបបាទ send ទៅគឺវាចូលបាទនេះបាទអញ្ចឹងអានេះគឺសម្រាប់បាទ send ឬក៏ save ផ្ញើទៅតាមបាទនេះបាទហើយមួយទៀតគឺយើងចង់បាទ save វាដាក់ក្នុង file បាទនេះបាទ file បាទយើង save ពឹបមកនេះបាទអញ្ចឹងយើងដាក់បាទដាក់កន្លែងណាឈ្មោះឲ្យគេបាទឧទាហរណ៍ដាក់ក្នុង file print ហ្នឹងទៅបាទវាមាន document នេះចុចចូលពឹបមកនេះបាទ save បាទឥឡូវនេះ save បាទអញ្ចឹងប៉ុណ្ណឹងចប់រឿងហើយបាទនេះបាទអញ្ចឹងសម្រាប់បាទការ scan តាមទូរស័ព្ទដៃអីក៏មានប៉ុណ្ណឹងបាទអរគុណច្រើនបាទ